ជំរាបសួរបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីណាបងប្អូនបាទក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបចាក់សោបាទចាក់សោពីរជាន់ឬមួយក៏គេហៅថា 2FA ណាបងប្អូនទាំងគ្នាបាទអញ្ចឹងដើម្បីការពារ account របស់យើងពីការ scam ផ្សេងៗណាបងប្អូនទាំងគ្នាបាទអញ្ចឹងទោះបីគេដឹង username password របស់យើងក៏ត្រូវតែបាទមានកូដទី3ដែរអញ្ចឹងណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនដាច់ខាតបងប្អូនដែលប្រើជាប់លាប់មានលុយក្នុង account ច្រើនបងប្អូនត្រូវតែដាក់ណាបងប្អូនទាំងគ្នាបាទកុំឲ្យអត់ដាក់ណាបងប្អូនបាទព្រោះឥឡូវនេះវាមានបាទពួកហៅថាពួកចោរវាអាចដើរ scan អញ្ចឹងណាបងប្អូនទាំងគ្នាបាទពួកចោរនោះគឺមានទាំងខ្មែរយើងទាំងបរទេសណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនប្រុងប្រយ័ត្នបាទហើយបងប្អូនត្រូវតែដាក់វិធីនេះសម្រាប់បងប្អូនដែលប្រើជាប់លាប់ណាបងប្អូនអូខេបាទមានលុយច្រើនបាទមានលុយតិចក៏បងប្អូនគួរតែដាក់ដែរទៅអត់មានអីពិបាកទេអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំបង្ហាញបន្តិចថាវាដំណើរការបែបម៉េចណាបងប្អូនបាទឧទាហរណ៍នៅពេលដែលបងប្អូន log in នៅក្នុង website ខ្មែរ MM បងប្អូនមាន username ណាបងប្អូនបាទមាន username និង password បងប្អូនចុច log in អញ្ចឹងទៅបាទធម្មតាគឺយើងអត់បានដាក់ 2FA គឺចុចមានតែប៉ុណ្្នឹងគឺអាចចូល account យើងបានដែរប៉ុន្តែបើសិនជាយើងដាក់ 2FA គឺបាទត្រូវតែយកកូដពី email ណាបងប្អូនបាទអញ្ចឹងបងប្អូនបង្កើតក្នុង email មួយណាបងប្អូនទៅឆែកបាទទៅឆែកកូដនៅក្នុងហ្នឹងទៅពេលបងប្អូន log in ណាគឺយកមកដាក់មកគឺយើងអាចចូល account យើងបានណាបងប្អូនបាទអត់មានអីសាមញ៉ាំទេណាបងប្អូនបាទអញ្ចឹងសូមបង្ហាញបងប្អូនតែម្ដងណាបាទយើងចុចទៅលើរូបនេះមកបាទហើយយើងយក account បាទយើងអូសទៅលើទៅបងប្អូនបាទអូសទៅលើចឹងមកបាទឧទាហរណ៍នេះបងប្អូន email ខ្ញុំនេះគឺខ្ញុំដាក់បែបនេះណាបងប្អូនបាទនេះដាក់ហ្នឹងអញ្ចឹងបងប្អូនទៅឆែកមើលក្នុង email មួយហ្នឹងបាទឬមួយក៏បងប្អូនប្រើក្រុមហ៊ុនណាផ្សេងបាទសម្រាប់ខ្ញុំប្រើ Gmail របស់ Google អញ្ចឹងណាបងប្អូនបាទសិនជាបងប្អូនប្រើ Yahoo អីបងប្អូនអាចទៅមើលនៅក្នុងក្រុមហ៊ុនហ្នឹងទៅណាបងប្អូនបាទ mail inbox របស់បងប្អូនណាបាទអញ្ចឹងយើងអូសទៅលើទៅបាទបន្តមកទៀតបងប្អូននឹងឃើញកន្លែងនេះណាបងប្អូនគេបាទនេះជា card មួយដែលបង្ហាញមុខងារឬមកក៏ function 2FA ណាបងប្អូនគេបាទអញ្ចឹងបងប្អូនចុច enable នេះបងប្អូនគេបាទចុចកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូននឹងឃើញបែបនេះណាបងប្អូនបាទអញ្ចឹងកូដគឺបាន send ទៅ email របស់បងប្អូនណាបងប្អូនគេបាទអញ្ចឹងបងប្អូនឆែកមើលក្នុង email របស់យើងណាបាទហើយយកមកពេញនៅកន្លែងហ្នឹងទៅបងប្អូនបាទអញ្ចឹងយកឆែកនៅក្នុង email បងប្អូនបាទនេះបាទអញ្ចឹងនេះ 2FA បងប្អូនគេបាទអញ្ចឹងវាផ្ញើមកយើងហើយណាបងប្អូនបាទអញ្ចឹងបងប្អូនចុចចូលទៅបាទនេះបាទអញ្ចឹងមាន 2FA ប៉ុណ្ណេះណាបងប្អូនគេបាទអញ្ចឹងបងប្អូនចុចcopy វាមកបងប្អូនអ្នកគ្នាបាទ copy មកបងប្អូនសកត់នៅលើ up code នឹងមកបងប្អូនផាសវាទៅណាបាទផាសវាឲ្យចុចពាក្យថា enable ណាបងប្អូនគេបាទអញ្ចឹងចុច enable ឡើងមកបាទអញ្ចឹងគឺយើងបាន save រួចរាល់ណាបងប្អូនគេបាទនេះណាចេះបាទនេះគឺបានដាក់ 2FA រួចរាល់បាទបើចេញបែបនេះដោយសារតែ account នោះថ្មីអត់ទាន់បានដាក់លុយអញ្ចឹងបងប្អូនទៅវាចេញបែបនេះណាបងប្អូនបាទបើសិនជាដាក់លុយទិញហើយគឺអត់ចេញបែបនេះទេបាទអញ្ចឹងយើងចុចខ្វែងវិញអត់អីទេបាទហើយអញ្ចឹងគឺនេះគឺយើងបានដាក់ជោគជ័យបងប្អូនគេបាទអញ្ចឹងរាល់ពេលដែលបងប្អូនចូលគឺបងប្អូនដាក់ 2FA បាទហើយក្នុងករណីខ្លះបងប្អូនចូលគឺបងប្អូនអត់ចាំបាច់ដាក់ទេដោយសារអីដោយសារ IP តែមួយណាបងប្អូនគេបាទបើសិនជាបងប្អូនចូលក្រៅ IP ហ្នឹងគឺវានឹងទាមទារកូដបាទកូដ 2FA send ទៅ email បងប្អូនពេលយកមកដាក់មកគឺយើងអាច log in ចូលណាបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអូខេបាទអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយណាបងប្អូនបាទ